និរសៀលថ្ងៃអង្គារពីកើតខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី20ខែមករាឆ្នាំ2026នៅអធិការដ្ឋាននគរបាលស្រុកសូនីគមដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍តូហ៊ុតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការនិងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមប្រចាំឆ្នាំ2025និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ2026របស់អធិការដ្ឋាននគរបាលស្រុកសូនីគមក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងលោកនាយការិយាល័យលោកអធិការរងលោកនាយរងផ្នែកលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសូនីគមផងដែរជាមួយគ្នានោះក៏មានការធ្វើបទបង្ហាញពីលោកអធិការនិងកម្លាំងជំនាញព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកសូនីគមអំពីលទ្ធផលការងារដែលសម្រេចបានកន្លងមកនិងដឹងពីបញ្ហាប្រឈមនៅសេសសល់សម្ដៅរួមគ្នាលើបទពិសោធន៍ការងារដើម្បីជាត្រីវិស័យកំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ2026ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតក្នុងកិច្ចប្រជុំនាឱកាសនោះដែរលោកឧត្តមសេនីយ៍តូស្នងការបានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់នៃអធិការដ្ឋាននគរបាលស្រុកសូនីគមដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចការពារធានារក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនាពេលកន្លងមកបានយ៉ាងល្អប្រសើរតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍តូស្នងការក៏មានប្រសាសន៍ណែនាំបន្ថែមទៀតដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បង្កើនសាមគ្គីភាពផ្ទៃក្នុងគោរពបទវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួនមានកិច្ចសហប្រតិបត្តិការងារល្អជាមួយកងកម្លាំងក្រុងស្រុកដែលជួបព្រមប្រទល់គ្នាបង្កើនគ្រប់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមជាមួយប្រជាពលរដ្ឋដើម្បីទទួលបាននូវព័ត៌មានឆាប់រហ័សសម្ដៅបង្ការនិងបង្ក្រាបបទល្មើសផ្សេងៗឲ្យបានទាន់ពេលវេលាពង្រឹងបន្ថែមលើកិច្ចការងារជំនាញការពារធានារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋជាពិសេសយកចិត្តទុកដាក់លើបញ្ហាក្មេងទំនើងគ្រឿងញៀនល្បែងស៊ីសងគ្រោះថ្នាក់ចរាចរណ៍បទល្មើសឆបោកតាមរយៈអនឡាញនិងបទល្មើសផ្សេងទៀតដែលអាចកើតឡើងក៏ដូចជាបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងយកចិត្តទុកដាក់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍តូស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវកែសួនសុភីសសុខាជូនដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូនីគមនិងសូមជូនពរដល់កងកម្លាំងទាំងអស់មានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងទទួលបាននូវពុទ្ធិពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ